bà lúc xây nên nên kia tôi thấy sinh chôn cho team thấy ở mình mình lúc xây nên kia bạn từ tôi cả sinh đập ông bị cả chuẩn bị chún bị bong bầu bị chìm bọt đại từ tôi tiên bị sa tắc y âm đạiในขณะนั้นคือไปชีพรถบยังลงมันจะแบบชนให้ทาบรรทปีปีศาจตะกี้อำได้เพื่อเอาขนมสลายเรียงกายบอกว่าชี้ในจมูกดังกัดซิมถ้าตาอาการปีศาจตะกี้อำนี้มีนักทำประโยชน์อย่างนั้นนู้กำที่ยังช่างมันมาจุกสัมผัสโดยตัวจมูกนั่งลงสลายนี่จิกาในสมาคมมีอำต่อเต็มน้องมันจะแบบซัวบ่าวคนตาลูกสลายนี่จิกาช่วยจะแบบจุนมันเตะเปะปนแต่ในการผลิตตะกี้อำนั้นตายังพระปัจจัยวิจัยเอาไว้คลาดำไปเอาตะนี้มีนพาสกเพียบในโครงการตัวตีนก็โดยได้วิชีบรอดยังมันធ្វើការជំរាបជូនថាពិសាទឹកអ៊ីអឹមនេះអាចជានៅជំងឺដង្កាត់ផ្សេងៗផងដែរនោះបាទចាតើតើបច្ចេកទេសផលិតទឹកពិសាអ៊ីអឹមគឺសំខាន់ទី1តើតើនឹងអនាម័យចាតើតើអនាម័យបើសិនជាតើតើនឹងបច្ចេកទេសម៉ាស៊ីនចាហើយម៉ាស៊ីនហ្នឹងកាលណាផលិតទៅបានទឹកល្អហើយបើសិនជាអនាម័យបរិយាកាសខាងក្រៅមានបញ្ហាក៏វាអាចប៉ះពាល់ឲ្យទឹកហ្នឹងលែងស្អាតដែរអញ្ចឹងតើតើអនាម័យតើតើបច្ចេកទេសម៉ាស៊ីនហើយនឹងតើតើនឹងបច្ចេកទេសផលិតដោយប្រើបច្ចេកទេសពីជប៉ុនដែលយើងប្រើបច្ចេកទេសធម្មជាតិសុទ្ធសាធដោយមិនប្រើសារជាតិគីមីសូម្បីតែបន្តិចណាឡើយចានេះហើយជាគុណសម្បត្តិដែលធ្វើឲ្យអ្នកដែលញ៉ាំទៅគឺជួយសុខភាពចាដោយថានៅក្នុងទឹកយើងមានសារជាតិរ៉ែមួយចំនួនតូចហើយនឹងមានជាសារជាតិបំពន់ជួយសុខភាពគឺគេហៅថា EMH Gold ដែលផលិតចេញពីធម្មជាតិដែរចាចំណុចទាំងអស់នេះដែលធ្វើឲ្យគាត់ញ៉ាំទៅគាត់មានកម្លាំងចាហើយគាត់សុខភាពគាត់ល្អហើយវាធ្វើឲ្យបញ្ចេញជាតិពុលនៅក្នុងខ្លួនយើងមានហ្នឹងបញ្ចេញជាតិពុលមកហ្នឹងគឺដោយសារទឹកនេះដែរហើយក៏ត្រូវតែញ៉ាំតាមក្បួនដែរព្រោះតាមពិតទៅយើងការញ៉ាំទឹកយើងមានក្បួនញ៉ាំរបស់យើងចាញ៉ាំខ្លះញ៉ាំបំបត្តិស្រេកទឹកខ្លះញ៉ាំបំបត្តិស្រេកតែទឹកយើងញ៉ាំនេះគឺជួយបំបត្តិស្រេកផងជួយសុខភាពផងចាហើយនឹងជួយលាងចាលាងឲ្យក្នុងខ្លួននៅជំរាបមកខ្ពះហ្នឹងបញ្ហាបន្តិចតួចវាអាចធូរស្រាលនិងឆាប់ជាបើអ្នកជំងឺវាអាចឆាប់ជាចាអរគុណជាការពិតនេះឥឡូវនេះកម្មវិធីយើងខ្ញុំមកផ្ដិតរូបភាពដោយផ្ទាល់នៅកន្លែងរោងចក្រផលិតទឹកពិសា EM នេះផ្ទាល់តែម្ដងថាតើសម្រាប់ផលិតកម្មនិងការបច្ចេកទេសប្រព័ន្ធផលិតនេះវាមានបច្ចេកទេសយ៉ាងណានោះកម្មវិធីយើងខ្ញុំនឹងធ្វើការជំរាបជូនជាបន្តទៀតតាមការចង់ឲ្យបង្ហាញពីលោកស្រីនេះជាការផ្ទាល់តែម្ដងបាទសូមជឿចាបន្ទាប់នេះនាងខ្ញុំសូមបង្ហាញជូនពីបច្ចេកទេសក្នុងការផលិតទឹកពិសា EM ចាធុង13នេះគឺយើងជាធុងដែលស្តុកទឹកធម្មជាតិចូលក្នុងនេះបានរយៈពេល2ថ្ងៃចាយើងប្រើបច្ចេកទេស EM រួចហើយបានយើងបញ្ចូលទៅក្នុងចាបន្ទាប់ពីទឹកស្តុកខាងក្រៅដែលប្រើបច្ចេកទេស EM បានទឹកស្អាតមកដំណាក់កាលហើយយើងចូលមកក្នុងគឺយើងចូលឆ្លងកាត់4ធុងចា4ធុងឯនោះនេះទៀតគឺយើងឆ្លងកាត់4ដំណាក់កាលទៀតហើយនៅក្នុងនោះមួយដំណាក់កាលគឺយើងត្រូវយកទឹកខាងលើហើយទឹកខាងក្រោមតាមតយោនេះចាគឺយើងត្រូវប្រហូរចោលចាប្រហូរចោលហើយបានយើងចេញពី4ឆ្លងកាត់ពី4នេះហើយយើងបានបញ្ចូលនៅក្នុងធុង3នេះទៀតចាហើយធុង3ឆ្លងកាត់3ដំណាក់កាលហើយបានយើងយកខាងលើខាងក្រោមយើងប្រហូរចោលទៀតចាបន្ទាប់ពីឆ្លងកាត់ធុងប៉ុនធុង3នេះហើយចាពីធុង3ហើយយើងចូលមកក្នុងឆ្នាំង2នេះគេហៅថាឆ្នាំង ceramic ចាដើម្បីចម្រោះទឹកស្អាតទៀតមួយដំណាក់កាលទៀតហើយចូលនៅក្នុងឆ្នាំងទាំង3ធំនេះគឺគេហៅថាឆ្លងកាត់កាបូនម៉ង់កាណេសរេស៊ីនចាឆ្លងកាត់ពីធុងនៅអស់នោះហើយចូលក្នុងម៉ាស៊ីននេះជាដំណាក់កាលម៉ាស៊ីនហើយចេញពីម៉ាស៊ីននេះយើងចូលធុងនេះសម្រាប់ជាទឹកស្អាតទឹកញ៉ាំនឹងហើយយកមកទុកសម្រាប់លាងចាយើងទុកលាងធុងលាងដបផ្សេងហើយយើងបែងចែកជា2នេះសម្រាប់លាងហើយនេះចូលជាធុងសម្រាប់ប្រើបច្ចេកទេស EM បន្តចាក្រោយឆ្លងកាត់ពីម៉ាស៊ីនហើយយើងចូលនៅក្នុងធុង4នេះចាហើយឆ្លងកាត់ជាមួយនឹងប្រព័ន្ធម៉ាស៊ីនសម្រាប់អូโซននេះទៀតចាហើយសូមជម្រាបជូនដែរថាក្នុងធុងទាំង4នេះយើងប្រើបច្ចេកទេស EM ដែរហើយនៅក្នុងនោះយើងមានចំណុចពិសេសដែរត្រង់ថាយើងតាមធុងមួយយើងដាក់ម៉ាស៊ីនបន្សុទ្ធខ្យល់ចាបានន័យថាម៉ាស៊ីនបន្សុទ្ធខ្យល់គឺយើងពេលដែលខ្យល់ចូលទៅក្នុងគឺវាបានបន្សុទ្ធទៅជាខ្យល់ដែលបរិសុទ្ធហើយចាក្រោយពីយើងឆ្លងកាត់ដំណាក់កាល4ធុងហើយយើងចូលដំណាក់កាលចុងក្រោយគឺធុងនេះជាដំណាក់កាលចុងក្រោយដែលយើងប្រើបច្ចេកទេស EMH Gold ចាហើយចេញពីធុងហ្នឹងយើងឆ្លងកាត់ filter 3ទៀតក្នុងការចម្រោះបកាចាចូល filter 3នេះហើយបានឆ្លងកាត់ហ្នឹងចូលទៅក្នុងដើម្បីត្រៀមសម្រាប់ចូលសម្រាប់ UV តាមរយៈ UV ហើយចូលច្រកដបនេះជាលក្ខណៈដែលបុគ្គលិកចូលមកធ្វើការគឺគាត់ត្រូវចូលលាងជើង
ដោយប្រើបច្ចេកទេស EM ដោយប្រើទឹក EM គឺ EM 5ចាហើយជូតជើងស្អាតបានហើយបានគាត់ចុះមកលាងដៃក្រោយពីលាងដៃលាងជើងហើយចូលទៅក្នុងបន្ទប់ដើម្បីផលិតទឹកត្រៀមច្រកទឹកចាបន្ទាប់មកបុគ្គលិកយើងដើរចូលទៅលាងជើងម្សាទៀតចាបន្ទាប់ពីលាងជើងស្បែកជើងចាលាងស្បែកជើងខាងក្រៅហើយយើងចុះមកដាក់ជន់នៅក្នុងកណាត់នេះដើម្បីសម្អាតស្បែកជើងហើយលាងដៃម្សាទៀតដោយប្រើបច្ចេកទេស EM 5ចាទើបគាត់អាចចូលមកក្នុងដើម្បីច្រកទឹកចាបន្ទាប់ពីបុគ្គលិកចូលទៅក្នុងបន្ទប់ដើម្បីច្រកទឹកជាចង្វាក់ផលិតកម្មនេះគឺជំហានទី1គឺបញ្ចូលដបចាយើងបញ្ចូលដបអនាម័យដបគឺយើងបញ្ចូលដបហើយយើងដបនោះចូលក្នុងទូចាទូសម្រាប់មេរោគ UV ដល់1.2 ម៉ែត្រចាទូធំហ្នឹងចាហើយបានចេញពី UV 1.2 ម៉ែត្រហ្នឹងហើយទូធំហ្នឹងបានចូលទៅក្នុងទូ UV អាតូចមួយទៀតចាប៉ុន្តែមុននឹងចូលដល់ UV តូចនេះ UV ធំហ្នឹងគឺវាដបត្រូវនៅរងចាំបានថារងចាំដូចជាបានសម្រាប់មេរោគបានច្រើនរយៈពេលយូររួចបានចូលទូតូចហើយបានឆ្លងកាត់ UV ក្នុងបន្ទប់ទៀតចាក្នុងបន្ទប់ម៉ាស៊ីនច្រកហ្នឹងគឺសម្រាប់មេរោគភាសាទៀតដល់ UV ហើយបានចូលទៅលាងហើយចេញពីលាងចូលសម្រាប់ UV ភាសាទៀតទៅចូលច្រកទឹកហើយបានមូលកម្រហើយបានចេញទៅខាងក្រៅឲ្យគេសកផ្លាកប៉ុន្តែសូមជម្រាបជូនដែរថានៅក្នុងបន្ទប់នេះគឺមានចំណុចពិសេសច្រើនណាស់ត្រង់ថាក្នុងបន្ទប់ទាំងមូលយើងមានដាក់ UV រហូតដល់3ជ្រុងដើម្បីសម្លាប់មេរោគក្នុងបន្ទប់ទាំងមូលចាមួយយប់ទល់ព្រឹកគឺយើងត្រូវសម្លាប់មេរោគចាហើយនៅក្នុងពេលដែលកំពុងច្រកនោះគឺយើងប្រើ UV ចា3ជ្រុងនៅក្នុងបន្ទប់ច្រកបន្ទប់ម៉ាស៊ីនច្រកចាបន្ទប់ម៉ាស៊ីនច្រកហ្នឹងគឺមាន UV 3ចាដល់ពេលដែលយើងច្រកទឹកហ្នឹងឲ្យ UV សម្រាប់មេរោគបដាមិនឲ្យមានមេរោគជ្រៀតមេរោគបរិយាកាសជ្រៀតចូលទៅក្នុងទឹកបានទេចាដូច្នេះតកតអនាម័យគឺជារឿងមួយសំខាន់ណាស់ដែលចង្វាក់ផលិតកម្មទឹកនីមួយៗចាអាចធ្វើបាននៅតកតនឹងអនាម័យនេះល្អគឺគុណភាពទឹកក៏ល្អហើយយើងសុខភាពយើងញ៉ាំទៅក៏សុខភាពល្អដែរចា